យកដៃចេញពីខ្ញុំអ្នកណាអនុញ្ញាតឲ្យអ្នកបោះខ្ញុំអ្នកគ្រាន់តែរងចាំទទួលទណ្ឌកម្មសើមិញសមិទ្ធ Chen Jiangyo បានរកឃើញថាគ្រឹះកំពុងលេចទឹកបញ្ឈប់កម្មករវេនយប់ទាន់ពេលវេលាការយល់ដឹងអំពីសន្តិសុខល្អឥតខ្ចោះប៉ុន្តែទោះបីជា Wang Chen បានរកឃើញបញ្ហានេះក៏ដោយប៉ុន្តែគាត់បានទាញសម្លេងរត់ដោយគ្មានការអនុញ្ញាតពីថ្នាក់លើរបស់គាត់ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ការដ្ឋានសំណង់ត្រូវតែទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរអ្នកគ្រប់គ្រងនិយាយត្រូវយើងត្រូវតែធ្វើការបែងចែកឲ្យច្បាស់លាស់រវាងសាធារណជននិងឧក្រិដ្ឋជននេះបើមិនដូច្នោះទេតើអ្នកណានឹងយកចិត្តទុកដាក់ចំពោះច្បាប់ការកាត់ប្រាក់ខែរបស់ Chen Jiangyo ខែនេះតាមបទបញ្ញត្តិយកនេះជាការព្រមានជោគជ័យសូមយកចិត្តទុកដាក់នៅពេលក្រោយការដ្ឋានសំណង់គឺជាកន្លែងដែលច្បាប់ត្រូវបានអនុវត្តតាមតើការបញ្ចេញមតិរបស់អ្នកយ៉ាងម៉េចដែរលោកគ្រូមានអ្វីខុសនេះមិនមែនជាកន្លែងត្រឹមត្រូវទេកុំទៅទីនោះឈប់ធ្វើការឥឡូវនេះពូ Chen តើអ្នកកំពុងធ្វើអ្វីយើងកំពុងប្រញាប់ទៅធ្វើការស្ដាប់ខ្ញុំហើយចេញមកមុន Chen Jiangyo តើអ្នកកំពុងស្រែកអ្វីដូចអ្នកដឹកស៊ីម៉ង់នៅទីនេះដីរបស់អ្នកត្រួតពិនិត្យលីវធ្លាប់ជាដីទុនដីកំពុងហូរឥឡូវនេះប្រសិនបើអ្នកមិនឈប់ទេអាគារអាចនឹងកោងខ្ញុំគិតថាក្បាលរបស់អ្នកវិទ្យាវិស្វករដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យមិនបាននិយាយទេតើអ្នកដឹងអ្វីខ្លះអំពីសញ្ញាបត្រសាលាធំសិក្សាអ្នកគ្រប់គ្រងលីវខ្ញុំនឹងមិនអានវាខុសទេចេញពីដីនេះពីមុនខ្ញុំនៅតែប្រើអ្នកឲ្យបង្រៀនបញ្ឈប់គាត់ឥឡូវនេះChen Jiangyo អ្នកឈួតហើយតើអ្នកណាផ្ដល់ឲ្យអ្នកនៅភាពក្លាហានដើម្បីចុចប៊ូតុងឈប់អ្នកត្រួតពិនិត្យលីវមើលល្បឿននៃការលេចធ្លីទឹកនេះវាមានគ្រោះថ្នាក់ពេកខ្ញុំស្នើឲ្យពិនិត្យមើលគ្រោះថ្នាក់ដែលលាក់កំបាំងមុនពេលយើងចាប់ផ្ដើមការងារតើអ្នកគិតថាវាអស្ចារ្យទេក្នុងការរកឃើញការលេចធ្លីនៅតែទាញសម្លេងរត់នៅទីនេះដើម្បីស្វែងរកវត្តមាន Chen Jiangyo អ្នករងចាំខ្ញុំនឹងបង្ហាញអ្នកពីច្បាប់$4,000អាចទិញមេរៀនបានអ្នកមិនសប្បាយចិត្តទេChen Jiangyo តើអ្នកកំពុងធ្វើអ្វីអ្នកហ៊ានទម្លាក់មេដាយដែលចេញដោយក្រុមតើអ្នកណាចង់បានរបស់នេះយ៉ាងណាក៏ដោយខ្ញុំប្រកាសជាមិនខ្វល់ពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេចាប់ពីពេលនេះទៅ Chen Jiangyo ឈប់សម្រាប់ខ្ញុំអ្នកនៅតែលេងសើចនៅទីនេះក្នុងវ័យចំណាស់មែនទេខ្ញុំពិតជាគិតថាការដ្ឋានសំណង់នឹងមិនអាចរើបានទេបើគ្មានអ្នកទេលោកគ្រូសូមជួយខ្ញុំមើលចរន្តអគ្គិសនីនោះចុះហ្វ្រាំងវិញគាត់បិទវាដោយស្វ័យប្រវត្តិខ្ញុំមិនអាចធ្វើវាបានទេលោកគ្រូមានរឿងអ្វីហ៊ូស៊ីខ្ញុំមិនអាចជួយអ្នកបានទេខ្ញុំទើបតែត្រូវបានកាត់ចេញពីប្រាក់ខែរបស់ខ្ញុំរយៈពេល1ខែកាលពីម្សិលមិញប្រសិនបើខ្ញុំជួយអ្នកម្ដងទៀតតើខ្ញុំត្រូវកាត់ប្រាក់បន្ទាប់នៅណាប៉ុន្តែលោកគ្រូប្រសិនបើកុងតាក់នេះមិនត្រូវបានបើកឡើងវិញម៉ាស៊ីននឹងមិនដំណើរការនៅថ្ងៃស្អែកទេខ្ញុំចាស់ហើយក្មេងគិតពីរឿងផ្ទាល់ខ្លួនរបស់អ្នកតោះទៅជួបគ្នាថ្ងៃស្អែកគ្រឹះរបស់លោកគ្រូ Chen បានលើកស្នប់បង្ហូរទឹកមិនអាចឡើងបានទេសូមបង្ហាញវាបងប្រុសយ៉ាងកុំបារម្ភតើអ្នកអាចប្រញាប់បានទេមិនថាទឹកហូរយូរប៉ុណ្ណាទេវានឹងទៅដល់ជើងអាគារអ្នកបានជួសជុលកំហុសតូចមួយនេះពីរបីដងពីមុនខ្ញុំមិនដឹងច្បាប់ពីមុនមកទេឥឡូវនេះយើងត្រូវលេងតាមច្បាប់សណ្ដាប់ធ្នាប់សាធារណៈថ្ងៃនេះគឺនិយាយអំពីការរំកិលស៊ីម៉ង់មិនមែនជួសជុលស្នប់ទេអូតើវាមិនងាយស្រួលទេមិនថាវាងាយស្រួលប៉ុណ្ណាទេអ្នកត្រូវតែធ្វើតាមច្បាប់លោកគ្រូ Chen មានរឿងអ្វីជាមួយអ្នកនៅថ្ងៃនេះសេចក្តីមេត្តាករុណាតិចតួចនេះមិនជួយទេបងប្រុសយ៉ាងខ្ញុំមិនអាចជ្រៀតជ្រែកបានទេនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំតើអ្នកមិនបានឃើញអ្នកគ្រប់គ្រងដាក់ទណ្ឌកម្មខ្ញុំនៅថ្ងៃនោះទេខ្ញុំគ្រាន់តែរំភើបពេកលែងមានទៀតហើយអ្នកឃើញទេខ្ញុំមិនទៅរកអ្នកគ្រប់គ្រងដើម្បីប្តឹងអ្នកទេយល់ព្រមធ្វើតាមសៀវភៅណែនាំយកស្នប់បន្ថែមបូមទឹកចេញជាមុនសិនអ្នកគ្រប់គ្រងលីវលោកគ្រូ Chen បាននិយាយថាម្ចាស់កត្រីទឹករបស់អ្នកចូលចិត្តសង្គមប្រហែលជាអ្នកស្ដាប់គាត់ឬខ្ញុំគ្រាន់តែចុចវានៅពេលដែលខ្ញុំប្រាប់អ្នកបានដុតស្នប់បំរុងទឹកនៅក្នុងគ្រឹះមិនអាចបង្ហូរចេញបានទេតើរឿងនេះអាចកើតឡើងដោយរបៀបណាវាចប់ហើយមានរឿងធំមួយបានកើតឡើង Chen Jiangyo ទៅជួយសង្គ្រោះឈៀវអ្នកត្រួតពិនិត្យលីវកំភៃស្លន់ស្លោយោងតាមច្បាប់ស្ថានភាពនេះអ្នកត្រូវបំពេញទម្រង់ចុះឈ្មោះស្ថានភាពមិនប្រក្រតីជាមុនសិនដំបូងតើអ្នកណាជាអ្នកដំណើរការវាឥឡូវនេះរបៀបដុតវាឲ្យច្បាស់លាស់បន្ទាប់មកដាក់ស្នាវាសម្រាប់ការយល់ព្រមពីបុគ្គលិកប្រគល់វាទៅអ្នកត្រួតពិនិត្យដើម្បីចុះហត្ថលេខាបន្ទាប់មកយើងនឹងធ្វើវាតើអ្នកអាចហៅវាថាមិនពាក់ព័ន្ធដោយរបៀបណាប៉ុន្តែចុះបើគាត់មិនដោះស្រាយវានេះនឹងក្លាយជារឿងធំមួយនោះជាអាជីវកម្មរបស់ពួកគេនៅតែមានមនុស្សនៅក្នុងតំបន់គ្រោះថ្នាក់អ្នកទៅរំលឹកពួកគេឲ្យដកថយវាត្រូវបានគេហៅថាកាត់ប្រកេតប៉ុន្តែប្រសិនបើពួកគេមិនស្ដាប់ទេអ្នកគ្រប់គ្រងយ៉ាវវីគឺជា Chen Jiangyo ដែលចិត្តនាមិនសហការគាត់អាចកកស្ទះការដ្ឋានសំណង់ទាំងមូលដោយខ្លួនឯងលោកគ្រូ Chen នឹងដោះស្រាយស្ថានភាពនេះបានយ៉ាងងាយស្រួលពីមុនបើគ្មានគាត់ទេការដ្ឋានសំណង់ Chen Jiangyo មិនទាន់បានវិលត្រឡប់មកវិញទេកុំបារម្ភខ្ញុំនឹងមើលខ្ញុំពិតជានឹងទទួលបានវឌ្ឍនភាពថ្ងៃនេះថ្មីនេះ
ឡើយเช่นមិនសូវរវល់ទេមិនមែនទំនេរទេថ្ងៃនេះខ្ញុំដឹកស៊ីម៉ង់បាន30បាវសិប្បកម្មខ្លះនឹងច្រេះប្រសិនបើវាមិនត្រូវបានប្រើយូរពេកអ្នកគ្រប់គ្រងយ៉ៅនិយាយត្រូវដូច្នេះខ្ញុំកំពុងធ្វើការយ៉ាងតឹងរ៉ឹងតាមភេទឥឡូវនេះសរសេរដើម្បីរើស៊ីម៉ង់អ្នកគ្រប់គ្រងយ៉ៅខ្ញុំជប់សម្រាប់ពីការងារមានរឿងអ្វីចូលយើងនិយាយអំពីវានៅថ្ងៃស្អែកម្ចាស់មិនល្អមានរឿងអ្វីទឹកនៅជាន់ក្រោមបន្តកើនឡើងស្នាមប្រេះនៅក្នុងដីកំពុងកើនឡើងម្ដងទៀតវាចាប់ផ្ដើមមានភក់នៅក្រោមអគារក្បែរនោះតើយើងគួរធ្វើអ្វីតើមនុស្សគ្រប់គ្នាបានចាក់ចេញទេខ្ញុំស្រែកឡើងតើអ្នកបានថតរូបហើយឬនៅបន្ទាប់ពីថតរួចអ្វីដែលនៅសល់គឺហួសពីដៃរបស់យើងម្ចាស់អ្នកពិតជាមិនខ្វល់ពីបញ្ហាធ្ងន់ធ្ងរបែបនេះទេតែជំហានដំបូងសម្រាប់ user ត្រូវធ្វើអ្វីខ្លះនៅពេលដែលគាត់រកឃើញគ្រោះថ្នាក់លាក់កំបាំងដ៏សំខាន់មួយថតរូបទុកហើយជំហានទី2បាត់ចាស់សូមបំពេញទម្រង់បែបបត់និងរីកាចុះជំហានទី3វិញប្រគល់វាទៅអ្នកត្រួតពិនិត្យដើម្បីចុះហត្ថលេខាបន្ទាប់មកយើងនឹងធ្វើវាតើអ្នកអាចហៅវាថាមិនពាក់ព័ន្ធដោយរបៀបណាប៉ុន្តែចុះបើគាត់មិនដោះស្រាយវានេះនឹងក្លាយជារឿងធំមួយនោះជាអាជីវកម្មរបស់ពួកគេនៅតែមានមនុស្សនៅក្នុងតំបន់គ្រោះថ្នាក់អ្នកទៅរំលឹកពួកគេឲ្យដកថយវាត្រូវបានគេហៅថាកាត់ប្រកិច្ចប៉ុន្តែប្រសិនបើពួកគេមិនស្ដាប់ទេពួកគេថតរូបហើយបំពេញទម្រង់បែបបត់យោងតាមច្បាប់នៃការដ្ឋានសំណង់បាត់ចាស់ខ្ញុំយល់ហើយចៅហ្វាយមានបញ្ហាជាមួយគ្រឹះជាន់ក្រោមម្ដងទៀតខ្ញុំបានសួរថាតើអ្នកអបវាកង់ទេតើអគារអាចកង់ដោយរបៀបណាគុំស្ដាប់គាត់វាគ្រាន់តែជាទឹកបន្តិចនៅក្នុងគ្រឹះប្រសិនបើអគារមិនកង់ទេវានឹងល្អមនុស្សរបស់ភីគីនឹងមកថ្ងៃស្អែកកម្មករទាំងអស់ធ្វើការថែមម៉ោងនៅយប់នេះអ្នកណាដែលសុំជប់សម្រាប់នឹងកាត់ប្រាក់ខែរបស់គាត់ខ្ញុំនឹងរៀបចំវាភ្លាមត្រូវប្រកាសថាតាមទាន់នៅយប់នេះការសម្រេចចិត្តខ្លះមានតម្លៃទោះបីជាសម្ភារៈស្បែកនេះមានតម្លៃថោកក៏ដោយប៉ុន្តែអ្នកមិនអាចប្រាប់ពីនៅខាងក្រៅតើអ្នកប្រកាសទេថាភីគីគ្រប់មិនឃើញនៅថ្ងៃស្អែកពួកគេទាំងអស់មើលទៅដូចគ្នាតើអ្នកណាអាចប្រាប់បានយល់ព្រមប្រញាប់ឡើងកុំឲ្យអ្នកណាដឹងលោកគ្រូតើអាកាសធាតុខុសទេគ្រឹះខ្ញុំខ្លាចថាវានឹងមិនស្ថិតស្ថេរយូរទេដូច្នេះខ្ញុំនឹងប្រាប់ឲ្យឈប់តើមានអ្នកណានៅទីនោះទេខ្ញុំទើបតែហៅពួកគេទាំងអស់ចេញមកយល់ព្រមផ្ញើរូបថតទៅក្រុមបន្ទាប់មកប្រគល់បញ្ជីគ្រោះថ្នាក់ម្ដងទៀតខ្ញុំឈប់ធ្វើការហើយស្នប់បានឈប់ការស្រូបយកទឹកមិនអាចបញ្ចេញបានទេដីជាន់ក្រោមបានប្រេះចេញមកហើយកុំឈរនៅម្ខាងអគារហាក់ដូចជាកំពុងលេចចេញពីខ្ញុំគំរោះនៅក្នុងមជ្ឈមណ្ឌលលក់ដែលមនុស្សដែលមើលផ្ទះកំពុងដកថយនៅខាងក្រៅច្រកទ្វារហេតុអ្វីមានរឿងអ្វីអគារកំពុងញ័រវាទំនងជានឹងដួលរមែនទេខ្ញុំបានរីកានៅពេលថ្ងៃមានអ្វីមួយបានកើតឡើងម្ដងទៀតនៅពេលយប់ខ្ញុំក៏បានបង្ហោះវាទៅក្រុមផងដែរអ្នកមិនអាចបន្ទោសខ្ញុំចំពោះរឿងនេះបានទេតែអ្នកណានឹងគិតថាវានឹងមានភ្លៀងធ្លាក់ខ្លាំងម្ល៉េះនាយកខេមានអ្វីកើតឡើងជាមួយការហៅទូរស័ព្ទរបស់អ្នកនៅពាក់កណ្ដាលអាធ្រាត្រអ្នកគ្រប់គ្រងយ៉ៅភីគីបានទទួលការព្រមានអំពីការលេចជណ្ដើរនៅផ្ទៃខាងក្រោយតើអ្នកបានធ្វើអ្វីនៅទីនោះគ្រាន់តែជាបញ្ហាតូចមួយប៉ុណ្ណោះវាគ្រាន់តែថាភ្លៀងស្រាប់តែធ្លាក់ខ្លាំងបន្តិចយើងកំពុងធ្វើការលើវាអគារចាប់ផ្ដើមលេចហើយពួកគេនិយាយថាវាជាបញ្ហាតូចមួយតើមានអ្នកស្លាប់របួសទេគ្មាននរណាម្នាក់ដកថយទេខ្ញុំនឹងទៅដល់ទីនោះនៅព្រឹកថ្ងៃស្អែកពេលព្រឹកនៅពេលនោះប្រសិនបើមានអ្វីមួយខុសប្រក្រតីគ្រាន់តែរងចាំដើម្បីចេញទៅបន្ទាប់ពីនេះយើងបានខាត់បង់រាប់រយលានតើយើងអាចធ្វើបែបនេះដោយរបៀបណា Chen Jiangyo បាត់ចាស់សបាត់ Chen Jiangyo ទូរស័ព្ទទៅ Chen Jiangyo ឲ្យលឿនលើកវាឡើងឡាវ Chen លើកវាឡើងគាត់ប្រហែលជាកំពុងដេកលក់តើអ្នកមិនបាននិយាយថាអ្នកអាចរស់នៅដោយគ្មានគាត់បានទេឥឡូវនេះយ៉ាងម៉េចបន្ទាប់មកខ្ញុំនឹងទៅរក user ឥឡូវនេះបន្ទាប់មកប្រញាប់ឡើងលោកយ៉ាវលោកលាវហេតុអ្វីបានជាអ្នកនៅទីនេះផ្ញើសារទៅចៅហ្វាយរបស់អ្នកឲ្យបានឆាប់ឲ្យគាត់មកភ្លាមអ្នកគ្រប់គ្រងយ៉ាវចៅហ្វាយរបស់ខ្ញុំឈប់សម្រាប់ពីការងារឈប់និយាយរឿងមិនសមហេតុផលហើយផ្ញើវាឲ្យលឿនចៅហ្វាយដីនៅជាន់ក្រោមបានដួលរលំមនុស្សបានដកថយទឹកនៅតែឡើងប៉ុន្តែខ្យល់បានស្ងប់អ្នកគ្រប់គ្រងយ៉ាវបានសុំឲ្យអ្នកមកឥឡូវនេះគ្រាន់តែដកថយចូលយើងនិយាយអំពីវានៅថ្ងៃស្អែកដោយវិធីនេះប្រាប់អ្នកគ្រប់គ្រងយកឲ្យខ្ញុំដូចធម្មតាឥឡូវនេះជាពេលទំនេររបស់ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងអ្វីដែលកើតឡើងនៅក្នុងរោងចក្រទេដូច្នេះខ្ញុំបានបិទវាតើគាត់និយាយអ្វីគាត់និយាយថាវាដល់ពេលទំនេរខ្ញុំនឹងនិយាយអំពីវានៅថ្ងៃស្អែកគាត់បានធ្វើវាដោយចេតនាគាត់គ្រាន់តែសង្សឹកហើយថងคล้ายៗនឹងមកនៅថ្ងៃស្អែកខ្ញុំខូចហើយឡាវ Chen បើកទ្វារឡាវ Chenមានរឿងអ្វីកើតឡើងចំពោះឡាវ Chen យាប្រញាប់ឡើងហើយចាក់ចេញពីខ្ញុំ
អ្នកគ្រប់គ្រងយ៉ាវមិនបានមកធ្វើការដើម្បីរំខានដល់ការសម្រាករបស់បុគ្គលិកទេនោះផ្ទុយនឹងច្បាប់មែនទេមានរឿងអ្វីមួយបានកើតឡើងនៅការដ្ឋានសំណង់ហើយអ្នកនៅតែនិយាយជាមួយខ្ញុំអំពីរឿងនេះអ្នកគ្រប់គ្រងយ៉ាវអ្នកបានបង្រៀនខ្ញុំពីច្បាប់នេះយោងតាមច្បាប់វាមិនមែនជាការងារនៅក្នុងដៃរបស់ខ្ញុំទេខ្ញុំមិនហ៊ានខ្វល់ទេចេនយ៉ាងយោអ្នកកំពុងយកការដ្ឋានសំណង់ទៅខឹងបើខ្ញុំចង់យកវាចេញខ្ញុំមិនឲ្យហ៊ីវសេដកខ្លួនចេញមុនទេយកមិញលោកគ្រូឆេនកុំបិទទ្វារលោកគ្រូឆេនខ្ញុំសូមអង្វរអ្នកប្រសិនបើគ្រីស្ទពិតជាដួលរលំការដ្ឋានសំណង់របស់យើងចប់ហើយទោះបីជាអ្នកមិនគិតពីខ្លួនឯងក៏ដោយសូមគិតអំពីមនុស្សគ្រប់គ្នាកម្មករទាំងអស់ពឹងផ្អែកលើការដ្ឋានសំណង់នេះសម្រាប់អាហារអ្នកគ្រប់គ្រងយ៉ាវនេះជាកំហុសរបស់អ្នកពេលខ្ញុំមកសូមជំនួយអ្នកនិយាយថាខ្ញុំចេះតែចង់ដឹងចង់ឃើញខ្ញុំមិនបានដេកមួយយប់ដើម្បីជួយសង្គ្រោះគ្រឹះហើយអ្នកបានទាញសម្លេងរត់នៅថ្ងៃបន្ទាប់ដោយសារតែខ្ញុំធ្វើជាបុគ្គលិកពីនៃខ្ញុំ4ពាន់ឥឡូវអ្នកប្រាប់ខ្ញុំថាមនុស្សគ្រប់គ្នាត្រូវតែញ៉ាំបន្ទាប់មកពេលអ្នកពីនៃខ្ញុំតើអ្នកធ្លាប់គិតអំពីខ្ញុំញ៉ាំទេបងប្រុសចេញតើអ្នកចង់បានអ្វីគ្រាន់តែនិយាយវាខ្ញុំសន្យានឹងអ្នកថ្ងៃនេះយកព្រមគ្រាន់តែរឿងមួយអ្នកទទួលស្គាល់កំហុសរបស់អ្នកនៅចំពោះមុខសាធារណជនហើយបាននិយាយថាវាជាការធ្វេសប្រហែសក្នុងការគ្រប់គ្រងរបស់អ្នកទទួលស្គាល់កំហុសរបស់អ្នកជាសាធារណៈខ្ញុំក៏ជាអ្នកគ្រប់គ្រងការដ្ឋានសំណង់ផងដែរតើអ្នកចង់ឲ្យខ្ញុំដាក់មុខនេះនៅណាខ្ញុំមិនអាចដកមុខរបស់ខ្ញុំបានទេនៅពេលដែលខ្ញុំមិនបាននិយាយវាខ្ញុំសន្យារៀបចំកិច្ចប្រជុំនេះនៅថ្ងៃនេះដើម្បីធ្វើការប្រកាសតាក់ទងនឹងលោកគ្រូឆេនជាងហ្គោព្រោះគាត់បានរំលឹកពីគ្រោះថ្នាក់ដែលលាក់កំបាំងកម្រិតខេត្តត្រូវបានពិន័យជាប្រាក់4000យ៉នខ្ញុំបានគ្រប់គ្រងវាមិនបានល្អបានជួយសង្គ្រោះមនុស្សនិងដាក់ទណ្ឌកម្មឥឡូវនេះខ្ញុំត្រូវសងវាវិញនៅចំពោះមុខសាធារណជនមុខនេះខ្លាំងគ្រប់គ្រាន់ហើយលោកគ្រូឆេនខ្ញុំសុំទោសសូមអភ័យទោសតើអ្នកគិតថាគ្រប់គ្រាន់ទេតើអ្នកចង់មានន័យយ៉ាងណាយោងតាមបទបញ្ញត្តិការជួយសង្គ្រោះនេះមិនស្ថិតនៅក្នុងវិសាលភាពនៃកាតព្វកិច្ចរបស់ខ្ញុំទេដូច្នេះអ្នកត្រូវសូមឲ្យខ្ញុំធ្វើតម្លៃបន្ថែមតើអ្នកគិតថ្លៃប៉ុន្មានសម្រាប់អ្នកជំនាញ200,000 ចេនយ៉ាងយោតើអ្នកក្រមែនទេនេះគឺជាឧបករណ៍កាត់ឫស្សីវាមិនត្រូវបានគេហៅថាដំបងឫស្សីទេអ្នកចេញទៅខាងក្រៅហើយស៊ូក្រុមសង្គ្រោះបន្ទាន់តម្លៃនឹងខ្ពស់ជាងនេះ200,000 យន្តចំណាយប្រាក់ដើម្បីលុបបំបាត់គ្រោះមហន្តរាយស្ងប់ស្ងាត់ប្រាក់ក៏ត្រូវបានផ្ដល់ឲ្យ Master Chen ផងដែរឥឡូវនេះខ្ញុំអាចមើលឃើញគ្រឹះនៅជាន់ក្រោម Master Chen តើវាត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់នាយកខែនឹងមកដល់ឆាប់នេះភ្នាល់ពុកចង្ការនិងកម្ចាត់ភាពល្អយកភូពីដៃដើម្បីមើលបញ្ហាមានស្នប់បំរុងដើម្បីបង្វែរទឹកទៅខាងកើតបូមទឹកនិងចាក់បេតុងហេតុអ្វីមិនគ្រាន់តែបង្ហូរវាចេញសម្ពាធទឹកនៅតែអាចជួយទប់បានឥឡូវនេះជំលៀសទឹកចេញអាគារដួលរំលឿនជាងមុនប្រញាប់ឡើងហើយជីក្នុងទីដៅនេះស្ថិរភាពយើងបានជួយសង្គ្រោះវាគ្រាន់តែរក្សាស្ថិរភាពមួយរយៈគ្រោះថ្នាក់ដែលលាក់កំបាំងមិនទាន់ត្រូវបានលុបបំបាត់ចោលនៅឡើយទេ